step 1 នៅក្នុងការ design គឺយើងត្រូវបង្កើត artboard ជាមុនសិនអញ្ចឹងដើម្បីបង្កើត artboard បានគឺយើងចុច control បូកអក្សរ n មកចំពោះຂະຫນាត artboard នៅទីនេះគឺខ្ញុំយកចំនួន1365 pixel ចំពោះຂະຫນាតខ្ញុំគិតជា pixel ណាបងប្អូនបាទយើងអត់យកសង់ទីម៉ែត្រឬក៏មីលីម៉ែត្រទេព្រោះនេះយើងយកដើម្បីបង្ហោះនៅក្នុងបណ្ដាញសង្គមណាអញ្ចឹងខ្ញុំយក1365សង់ទីម៉ែត្រសំទោស1365 pixel គុណនឹង2048 pixel ហើយសម្រាប់ resolution នៅទីនេះគឺបងប្អូនទាំងអស់គ្នាអាចយក150បើក្នុងករណីបងប្អូនកុំព្យូទ័រយើងមានកម្រិតណាយើងអាចយកត្រឹម72ក៏បានដែរកន្លែង color mode យើងយក RGB មកពេលដែលខ្ញុំបំពេញពណ៌មានដូចដល់ខ្ញុំចុចទៅលើពាក្យ create មកដើម្បីបង្កើត artboard ចឹងខ្ញុំបាន artboard មួយរួចរាល់ហើយជំហានបន្តគឺខ្ញុំត្រូវទៅបើករូប offset ជាមុនសិនមុននឹងខ្ញុំចាប់ផ្ដើមទាញយករូបភាពដាក់នៅក្នុង artboard របស់យើងចឹងដើម្បីបើករូប offset គឺយើងចូលមកក្នុងម្ជួរ menu bar ហើយបងប្អូនរកពាក្យថា view ហើយបន្តមកបងប្អូនយកពាក្យថា new guide layout ចឹងនៅក្នុងកន្លែងនេះកន្លែង preset បងប្អូនខ្លះគាត់បើកមកចេញខុសខ្ញុំបងប្អូនកុំបារម្ភទីមួយបងប្អូនមកមើលកន្លែង preset នេះបងប្អូនរើសយក custom ហើយកន្លែង column នេះបងប្អូនយកកន្លែង number ដាក់3មក row ដាក់3ធ្វើម៉េចបំពេញ setting ឲ្យដូចខ្ញុំមកគឺបានហើយបន្តមកយើងយកពាក្យ OK គឺបានហើយអញ្ចឹងបងប្អូនខ្លះគាត់មានសំណួរគាត់សួរថាហេតុអីទៅបើក row offset ហ្នឹងមូលហេតុដែលយើងបើក row offset ដើម្បីមានភាពងាយស្រួលនៅក្នុងការរៀបចំទៅលើ object របស់យើងដើម្បីដឹងថាអូមែន object របស់យើងគួរ stand by នៅត្រង់ណាអីជាដើមទីទៀតបងប្អូនអនុវត្តទៅបងប្អូននឹងយល់អំពីចំណុចទាំងអស់ហ្នឹងហើយពេលដែលខ្ញុំបើក row offset រួចរាល់ជំហានបន្តគឺខ្ញុំចាប់ដើមទៅទាញយករូបភាពអញ្ចឹងសម្រាប់រូបភាពនេះដោយរាល់ដងគឺខ្ញុំបានផ្ញើជូននៅក្នុង document lesson Photoshop ហើយបងប្អូនអាចអញ្ជើញចូលទៅទាញយកបានជំហានទី1យើងត្រូវចាប់ដើមពីរូបភាពនៅខាងលើដែលយើងតិចតិចយើងនឹងឲ្យឈ្មោះថាវាជា sky ពេលដែលយើងទាញមកដល់រូបភាពរបស់យើងគឺនៅក្នុងសភាពបែបនេះអញ្ចឹងរូបភាពរបស់យើងគឺអត់ទាន់ត្រូវជាមួយនឹងតម្រូវការរបស់យើងទេអញ្ចឹងយើងមើលរូបភាពដើមរូបភាពដែលយើងបាន design មើលគោលដៅរបស់យើងគឺយើងចង់ឲ្យរូបភាពនឹងត្រឡប់ចុះខបាទបងប្អូនឃើញរូបភាពនេះគឺត្រឡប់មានន័យថារូប city រូបទីក្រុងហ្មងគឺត្រូវត្រឡប់ចុះមកខអញ្ចឹងធ្វើម៉េចដើម្បីឲ្យរូបនេះត្រឡប់ចុះមកខអញ្ចឹងបងប្អូនคลิกលើរូបភាពនឹងមួយសិនមកហើយបន្ទាប់មកបងប្អូនចុច control បូកអក្សរ T ដើម្បីហៅ free transform ហើយបងប្អូន mouse ស្ដាំយកពាក្យថា flip vertical នៅកន្លែងនេះយើងរៀនមួយគ្នាហើយណាបងប្អូនយក flip horizontal មានន័យថាបងប្អូនត្រឡប់វាពីឆ្វេងទៅស្ដាំពីស្ដាំទៅឆ្វេងតែបងប្អូនយកតកតងមួយ flip vertical មានន័យថាយើងបច្ច្រាស់វាឡើងលើចុះក្រោមឡើងលើចុះក្រោមអញ្ចឹងយើងយក flip vertical មកដើម្បីបច្ច្រាស់រូបភាពហ្នឹងអូខេពេលដែលខ្ញុំបច្ច្រាស់រូបភាពបាននៅក្នុងសភាពប៉ុណ្្នឹងហើយខ្ញុំ enter មួយដើម្បីផ្ដាច់ selection សិនបន្ទាប់មកខ្ញុំសេរីវាឲ្យចូលកលៈវាសិនបាទប៉ុណ្្នឹងសោះចឹងយើងមើលរូបរបស់យើងនៅត្រង់នេះមានន័យថានេះរូបកន្លែងអាគារខ្ពស់ជាងគេហ្នឹងគឺវានៅមួយជួរខាងនេះទេបាទបើយើងមើលខាងជួររូបអសតែបច្ចុប្បន្នវានៅផ្នែកកណ្ដាលនៃ artboard របស់យើងអញ្ចឹងយើងធ្វើម៉េចយើងត្រូវធ្វើការ scale វាអញ្ចឹងខ្ញុំចុច control បូកអក្សរ T ម្ដងទៀតមកហើយខ្ញុំធ្វើការ scale រូបភាពហ្នឹងបងប្អូនឃើញទេអានេះគឺជាអត្ថប្រយោជន៍នៃរូបអក្សរអញ្ចឹងនៅនេះខ្ញុំរៀបអាគារនេះត្រឹមកម្ពស់ប៉ុណ្ណេះចាបាទប៉ុណ្ណឹងបន្តមកទៀតនៅកន្លែងនេះខ្ញុំ scale វាបន្ថែមទៅទៀតបាទប៉ុណ្ណឹងតែមិនខ្ញុំយកកន្លែងឡាននេះឲ្យស្មើនេះអាឡាញប្រឈរនេះបន្ទាត់ប្រឈរនេះឲ្យស្មើជាមួយនឹងអាគារទី1ខ្ពស់នេះបាទឬក៏អាចស្មើជាមួយនឹងនេះចុងកពូលនៃអាគារហ្នឹងតែម្ដងអញ្ចឹងខ្ញុំចាប់ដើម scale វាបន្ថែមបាទខ្ញុំយកប៉ុណ្ណឹងចុះបាទឲ្យវាស្មើគ្នាហើយខ្ញុំ enter មកផ្ដាច់ selection ខ្ញុំបានប៉ុណ្ណឹងគឺជោគជ័យហើយបាទបន្តមកទៀតសួរថាប៉ុណ្ណឹងរួចរាល់នៅទេយើងត្រូវធ្វើអីបន្តទៀតគឺយើងត្រូវចាក់ជាមួយនឹង blur ព្រោះយើងមើលជាក់ស្ដែងរូបភាពរបស់យើងរៀង blur នៅខាងលើនេះចឹងនៅនេះខ្ញុំត្រូវធ្វើការ convert វាជា smart object សិនមកប៉ុន្តែជាក់ស្ដែងវាជាប្រភេទ smart object រួចរាល់ហើយមូលហេតុអីបានយើងត្រូវធ្វើការ convert វាជា smart object បងប្អូនមូលហេតុដែលយើង convert វាជា smart object ព្រោះយើងមានគោលបំណងចង់កែវានៅពេលក្រោយឧទាហរណ៍បងប្អូនមើលថាតើការ blur ប៉ុណ្ណឹងព្រាលប៉ុណ្ណឹងបងប្អូនទទួលយកបានអត់ពេលដែលយើងដាក់តទៅមិនមែន object ចូលទៅបើបងប្អូនចង់កែពេលក្រោយគឺបានប៉ុន្តែបើក្នុងករណីវាជាប្រភេទ rasterized layer ពេលដែលបងប្អូនចាក់ Gaussian blur ចូលទៅគឺវាងាប់បាត់ហើយមានន័យបងប្អូនចង់កែពេលក្រោយគឺអត់បានទេចឹងខ្ញុំ convert ពី smart object រួចខ្ញុំចូលមកក្នុង filter ហើយខ្ញុំចូលមកក្នុង blur ហើយខ្ញុំយក Gaussian blur
អូខេចឹងកន្លែង Gazier Blur នេះខ្ញុំយកត្រឹម5ទៅបានហើយខ្ញុំយកអូខេមកចាំបងប្អូនចង់កែពេលក្រោយបងប្អូនគ្រាន់តែ10 click នេះ Gazier Blur នៅខាងក្រោមតេតងមួយ layer របស់យើងមកគឺបានហើយហើយបន្តមក layer នេះខ្ញុំដូរវាបាទខ្ញុំដូរដាក់ sky មកខ្ញុំឲ្យឈ្មោះវាថា sky ចុះព្រោះតិចយើងមានតេតងជាមួយនឹង layer ច្រើនចឹងយើងដាក់ឈ្មោះវាទាំងអស់មកអញ្ចឹងកន្លែង layer នេះខ្ញុំឲ្យឈ្មោះថា sky បន្តមកទៀតខ្ញុំត្រូវ add តេតងជាមួយនឹងរូបខាងក្រោមចូលមកយើងត្រូវរៀបចំ background នៅហើយសិនអញ្ចឹងយើងមើលរូបភាពរបស់យើងអញ្ចឹងនៅខាងក្រោមនេះ background គឺយើងមានរូប city មួយទៀតបាទអញ្ចឹងយើងត្រូវចាប់ដើមទាញយករូបភាពបញ្ចូលបន្ថែមអញ្ចឹងខ្ញុំទាញរូបទីក្រុងនេះចូលមកអូខេបន្តមកទៀតពេលដែលខ្ញុំបានរូបប៉ុណ្ណឹងបាទខ្ញុំយកស្មើបាទមានន័យថាខ្ញុំយកជ្រុងនេះទៅស្មើជាមួយនឹង line របស់យើងបាទខ្ញុំយកប៉ុណ្ណឹងបន្តអញ្ចឹងបងប្អូនឃើញណានេះគឺជាអត្ថប្រយោជន៍នៃរូប assert បាទអញ្ចឹងយើងស្រួលមានភាពរៀបចំនៅក្នុងការ design ពេលដែលខ្ញុំទាញស្មើប៉ុណ្ណឹងរួចខ្ញុំចាប់ផ្ដើម add layer mask មួយដើម្បីវាយ brush ធ្វើម៉េចដើម្បីឲ្យរូបភាពហ្នឹងលលីចូលគ្នាណាបាទអញ្ចឹងខ្ញុំ add layer mask មួយទៅលើ layer ដែលយើងទៅបាន add ចូលមិញអញ្ចឹងអា layer ដែលយើងទៅបាន add មិញបាទរូបភាពដែលយើង add មិញ layer ហ្នឹងខ្ញុំឲ្យឈ្មោះថា city ទីក្រុងបន្តមកខ្ញុំ add layer mask រួចខ្ញុំចាប់ផ្ដើមចូលទៅក្នុង brush អញ្ចឹងដើម្បីចូលទៅក្នុង brush បងប្អូនគ្រាន់តែចុចអក្សរ B នៅលើ keyboard មកវានឹង load ចូលក្នុង brush ហើយអញ្ចឹងកន្លែង opacity ខ្ញុំយក30 flow ខ្ញុំយក50បាទហើយបន្ទាប់មកកន្លែង foreground យើងដាក់ពណ៌ខ្មៅមកហើយយើងចាប់ដើមផាត់បាទអូខេ opacity ខ្ញុំថែមដល់50ហ្មងអូខេតបមកខ្ញុំបន្ថយវិញនៅសល់30វិញព្រោះខ្ញុំនឹងផាត់ទៅលើទីក្រុងរបស់យើងឲ្យមើលទៅរៀងសបន្តិចបាទអូខេប៉ុណ្ណឹងចុះប៉ុណ្ណឹងយើងអាចទទួលយកបានហើយអញ្ចឹងតកតងមួយ background គឺអូខេហើយបាទ background គឺអូខេអញ្ចឹងបន្តមកទៀតពេលដែលយើងបាន background រួចរាល់គឺយើងត្រូវទៅទាញយក main object ចូលមកអញ្ចឹងរូបហនុមានហ្នឹងជា main object របស់យើងអញ្ចឹងរូបភាពនេះខ្ញុំទាញចូលមកប៉ុន្តែខ្ញុំអត់ទាញដាក់នៅលើ artboard របស់យើងទេខ្ញុំទាញវាមកនៅក្នុង module document tab ដើម្បីឲ្យវាបង្កើត tab ថ្មីដើម្បីកាត់រើរូបហនុមានហ្នឹងសិនអញ្ចឹងដើម្បីកាត់រូបហនុមាននឹងបានគឺបងប្អូនអាចប្រើ pen tool មកដើម្បីធ្វើការ select ព្រោះយើងពិបាកនៅក្នុងការប្រើ coloring ឬក៏ marquee tool ណាព្រោះរូបភាព object របស់យើងគឺមានភាពស្មុគស្មាញប៉ុន្តែនៅលើរូបភាពនេះខ្ញុំបានរៀបចំកាត់ជូនបងប្អូនទាំងអស់គ្នាហើយបងប្អូនមិនចាំអង្គុយកាត់ទេអញ្ចឹងបងប្អូនគ្រាន់តែចូលពេលដែលយើងទាញយករូបភាពនឹងដាក់នៅក្នុង computer បងប្អូនរួចរាល់បងប្អូនគ្រាន់តែចូលមកក្នុងកន្លែង window បន្តមកបងប្អូនចូលមកលើពាក្យថា path បាទម្ដងទៀតទាញយករូបភាពនឹងដាក់នៅក្នុងកម្មវិធី Adobe Photoshop រួចរាល់បងប្អូនចូលមកក្នុង window ហើយយកពាក្យថា path អញ្ចឹងបងប្អូនមើល module layer មកវា load ចូលទៅក្នុង path ហើយអញ្ចឹងបងប្អូនគ្រាន់តែចុច control ឲ្យចប់មក control នៅលើ keyboard ហើយចុចទៅលើ path ពណ៌ហ្នឹងមកអញ្ចឹងវានឹងបង្កើត selection automatic ទៅលើ object របស់យើងទៅលើរូបភាពរបស់យើងហើយបន្តមកទៀតបងប្អូនចូលមកក្នុង layer ហើយ add layer mask មួយមកគឺបានហើយវាបានកាត់ជាមួយនឹងរូបភាពនឹងឲ្យយើងហើយបន្តមកទៀតខ្ញុំត្រូវធ្វើការ merge layer mask ហ្នឹងអញ្ចឹងខ្ញុំ click ទៅលើ layer mask ហ្នឹងព្រោះខ្ញុំអត់ចង់បាន layer mask ហ្នឹងទេវាពិបាកនៅពេលដែលយើងវាយប្រាស់ពេលក្រោយអញ្ចឹងនៅកន្លែងនេះខ្ញុំចុចទៅលើ layer mask ហើយខ្ញុំមកស្ដាំខ្ញុំយកពាក្យថា apply layer mask យើងធ្វើការ combine merge វាបញ្ចូលគ្នាបាទអញ្ចឹងរូបភាពរបស់យើងវាខ្លាចជារូបភាពមួយវាលែងមាន layer mask ហើយអូខេអញ្ចឹងបន្តមកយើងចាប់ផ្ដើមទាញយករូបភាពហ្នឹងដាក់ចូលមកក្នុង artboard របស់យើងមកពេលដែលទាញមកដល់ខ្ញុំចាប់ផ្ដើមធ្វើការ scale អញ្ចឹងខ្ញុំចុច control បូកអក្សរ T ដើម្បីហៅ free transform ហើយយើងចាប់ផ្ដើម scale វាមកអញ្ចឹងកន្លែងដៃគាត់នេះត្រូវស្មើជាមួយនឹង line នេះបាទទៅស្មើមួយបន្ទាត់ហ្នឹងណាអញ្ចឹងដៃហ្នឹងនេះដៃកណ្ដាលនេះត្រូវស្មើមួយ line ហើយភ្នែករបស់គាត់ឡើងនេះត្រូវស្មើគ្នាជាមួយនឹង line ផ្ដេកខាងលើនេះអញ្ចឹងយើងធ្វើការ scale វាឲ្យល្មមមកចានេះគឺជាអត្ថប្រយោជន៍នៃរូបអក្សរបងប្អូនឃើញទេបាទយើងមានភាពងាយស្រួលនៅក្នុងការរៀបចំទៅលើ object របស់យើងបាទប៉ុណ្ណឹង enter មួយដើម្បីផ្ដាច់ selection
បន្ទាប់មកយើងត្រូវធ្វើការ add layer mask ដើម្បីវាយ brush ព្រោះយើងមើលរូបភាពរបស់យើងគឺគេវាយ brush ចូលបន្ថែមដើម្បីលុបគេអត់ត្រូវការប៉ុណ្ណឹងទេបាទចឹងចូលមកក្នុង brush មកហើយកន្លែង foreground យើងដាក់ពណ៌ខ្មៅហើយចាប់ដើមធ្វើការលុបអូខេអូខេបងប្អូនចាប់ដើមលុបមកបាទជើងគាត់នេះយើងលុបមកដោយជើងមកជាហៀងចន់តែមកចឹងបងប្អូនបាទនេះយើងវាយដែរមានតែសល់ blur មកព្រាតិចមកបាទអូខេចឹងយើងវាយប្រាស់ចូលប៉ុណ្ណឹងទៅគឺបានហើយដោយបងប្អូនទាំងអស់គ្នាឃើញណាបាទគឺសភាពប៉ុណ្ណឹងចឹងពេលដែលយើងបាន main object ប៉ុណ្ណឹងហើយអូខេនៅអូខេហើយចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតនៅទីនេះគឺយើងត្រូវធ្វើម៉េចកុំឲ្យ main object យើងមើលទៅដូចជាលក្ខណៈបែបជាប់ជាមួយនឹង background ណាបងប្អូនមើលរូបភាពរបស់យើងមើលទៅវានៅជាប់មួយ background ចឹងនៅកន្លែងនេះខ្ញុំត្រូវចូលមកក្នុង adjustment layer តែខ្ញុំត្រូវឈរនៅលើ layer នៃរូប main object របស់យើង Hanuman របស់យើងណាចឹងខ្ញុំវាយមក main object main ខ្ញុំវាយតែ main ទៅបានហើយបាទចឹងយើងតំណាងមានន័យថាយើងត្រូវឈរនៅលើ layer main របស់យើងហើយបន្ទាប់មកបងប្អូនចូលមកក្នុង adjustment layer ខ្ញុំចាប់ដើមវាយពន្លឺបាទខ្ញុំនឹងវាយពន្លឺចូលអានេះគោលដៅរបស់យើងនឹងត្រូវធ្វើបន្តចឹងខ្ញុំទី1ខ្ញុំដូចបានបញ្ជាក់ចឹងខ្ញុំឈរនៅលើ layer main ហើយបន្ទាប់មកខ្ញុំចូលមកក្នុង adjustment layer ហើយខ្ញុំចូលមកក្នុង solid color ពេលដែលយើងចាក់ទៅវាបាំងអស់អញ្ចឹងបងប្អូនបាទតែកុំបារម្ភបន្ទាប់មកនៅនេះខ្ញុំសេរីមកខ្ញុំយកពណ៌សសិនបាទខ្ញុំយកពណ៌សសិនហើយបន្ទាប់មកបងប្អូនឈរនៅកន្លែង layer mask នៃកន្លែង color ដែលយើងបានចាក់មិញហើយបងប្អូនចុច control បូកអក្សរ I មកដើម្បី invert វាបន្ទាប់មកបងប្អូនធ្វើការចូលទៅក្នុង brush បាទអញ្ចឹង brush យើងផាត់ត្រឡប់មកវិញយើងធ្វើម៉េចគឺយើងត្រូវផាត់កន្លែងនេះដាក់ foreground ពណ៌សវិញអញ្ចឹងយើងត្រឡប់ foreground មកពណ៌សមកហើយយើងចាប់ដើមផាត់បងប្អូនឃើញវាយចូលពណ៌សប៉ុន្តែយើងវាយទៅឃើញចូលដល់ background នេះវាអត់ចូលតែ object ទេគោលដៅរបស់យើងគឺយើងវាយបញ្ចូលតែ object ទេអញ្ចឹងយើងត្រូវធ្វើការ clip theme mask ចូលទៅក្នុងរូបភាព Hanuman របស់យើងអញ្ចឹងដើម្បី clip theme mask បងប្អូនមកស្ដាំបន្តមកស្ដាំយកពាក្យថា create clip theme mask អញ្ចឹងវារត់ចូលទៅក្នុង main object របស់យើងហើយតោះមកយើងធ្វើការផាត់មកពេលដែលយើងផាត់ទៅវាចូលទៅក្នុងតែ object របស់យើងទេអូខេផាត់មកកុំឲ្យមើលទៅវាលក្ខណៈបែបជាប់គ្នាពេកណាបាទចឹង before and after បងប្អូនឃើញទេ before and after អូខេបន្តមកទៀតនៅត្រង់នេះគឺយើងនឹងចាប់ផ្ដើមធ្វើការបង្កើតចេញជា main object មួយទៀតប៉ុន្តែនេះវាមិនមែនជា main object ទេប៉ុន្តែជា Hanuman នៅខាងក្រោយហ្នឹងវាដើម្បីឲ្យកុំឲ្យ space ហ្នឹងវាទៅនេណាបាទចឹងនៅត្រង់នេះខ្ញុំធ្វើការចាប់ទាញរូប Hanuman របស់យើងចូលមកក្នុង artboard យើងម្ដងទៀតមកប៉ុន្តែរូប Hanuman នេះបងប្អូនឃើញវាងើយទៅខាងនេះវិញបាទរូប Hanuman ហ្នឹងគឺងើយទៅខាងនេះវិញចឹងយើងធ្វើម៉េចចឹងនៅនេះខ្ញុំចុច control បូកអក្សរ T មកខ្ញុំសូមអធិស្ឋានដែរបើយើងប្រើពាក្យខ្លះវាលើសលុះអីចឹងណាពេលខ្លះបាទចឹងនៅត្រង់នេះយើងមកស្ដាំយកពាក្យថា flip horizontal ដើម្បីបញ្ច្រាស់វាទៅខាងស្ដាំវិញអូខេបញ្ច្រាស់រូបភាពទៅខាងស្ដាំវិញចឹងខ្ញុំបានប៉ុណ្ណឹងខ្ញុំ enter មួយមកតោះមកយើងយកមកមើល space យើងគួរតែដាក់ធម្មតាចឹងនៅនេះខ្ញុំចាប់ដើម scale វាបន្ថែមបាទ scale រូបនឹងបន្ថែមចឹងខ្ញុំយកទៅម៉េចនេះថ្មិញ Hanuman របស់យើងគឺស្មើនឹងឡានអាហ្នឹងគឺជាគោលដៅរបស់យើងណាបាទថ្មិញ Hanuman របស់យើងហ្នឹងថ្មិញខាងនេះក៏បានដែរតែស្មើនឹងឡានមកហើយជង្គង់គាត់ឡើយនេះស្មើនឹងឡានខាងនេះបាទកន្លែងនេះកន្លែងជើងខោរបស់គាត់ហើយថ្មិញនេះគឺស្មើនឹងឡានហ្នឹង
mình cái lại nít mà nâng lại ní hay chỉ cũng có snap này lại nít cứ mà nâng lại ní bà nâng dương vô phần nâng máu enter mới đại selection ở tầm máu add layer má hai dân vay bà chỗ là bị phạt lục tôi mình chẳng bà hai dân từ lọc foreground mà Pokemon mới làm bị thực can lục chơi ní dân từ lục bà tụ ní dân lục trần nhưng mà sơ tục tế dân từ cà priel thì chiều xếp lọt đá lý dân từ ca lục ở khlang tích bà anh ấy cái lại cho cung quát dân lại cho cung nó dân tục tịch má bà dân đồ tịch má một khăn lớn là dân từ ca lục đã vậy tới dân rụng nó cứ dân priel bà dân từ ca priel để làm đài ní cả đôi kia đài bởi bởi bên này bàn đấy bà ok ngầm lùi cho nó thì tiệm á bên này cho bà phần nữ chúng phạt màu bình tĩnh bà phần nâng chắc ok bà ta cho con ní nhung cái tha đi hiện nhờ tại ní nhung lục ở time lục là hột đỏ mòn ok phần nâng rồi ra lại chẳng bây giờ dân riêng bàn phần nâng ấy ở toàn thả complete mà rồi tay mơ lên cổ khổ mấy nơi nơi ở toàn xa đấy nhưng phạt tiền máu lấy dân bàn phần nâng này chứ dân mơ càng như dân sân chẳng nơi cái lại ní cứ vay tại tôn cho mùi nâng lai cho tới bình lưu là cái nạ bài bò lưỡng được ra tất chè mòn chẳng lắm bà cho nên đánh dân nên bà cạt lai nên từng ọt nè cho nên ní nhung chạp ra bà cà bằng cạt layer mùi máu bà nhung chơi bà cạt layer và tạm máu nhung ao cho một việc thá lai in chẳng lái về miền phí miền lai in hay nâng lai ảo bình lưu khẳng khăn nông nâng cài thì tiếp bóng bồn vô lấy lại in ai dùng cho control và so chê môi máu đã lại out ok và tao mà tiếp dùng cho nơi không lại out muốn và dùng thử thôi cao quay từ lời lại out muốn hay dùng cho từ không paras và dùng cho nơi layer lại out hay dùng cho không paras và tao mà dùng quay để tôn mùi paras cho tới chẳng paras nó dùng bị thông tích dùng bị mất bộ chế tàn nhóm thử mấy quay con lưới nữa ở biển cho mà không để tôn mùi rụp hiệp ăn khổm này cho nhầm bài bà thầm mấy những scale bà khu sơ và giờ nước ở biển bố bà nói là những cách ai từ tôi vô bàn bà nên chó và tạo mà tiết nơi không bà này lại phô có những đồ bò mà và những đồ đã bò lương bạn đi mà hay những quay show mới bò mà bà mà tới sao bề nhưng bà thay một party nhưng giờ chật sập bà floor nhưng vô chật sập đá hay những vài mà nó tiệm mà ok bà năng chẳng có party chất lo nhầm vô chất đại bây giờ dân vay tại tôn mùi lại out được đó nhưng thầy cho mặt nông lại in bình hay nhầm vay mình tay này lại color lại foreground nếu nhầm đố nhầm vô bồiอย่างlương đá tên lương những lực chân năng tỷ tiến và vô bên này chứ hay bắt mắt nhầm thời ca prom của lại out lương hàng nông bạn nhầm prom bên này chứ hay nhầm vay cho ok bên nắng bọc ổn thời nhé bà bây giờ nhung vừa bên năng đội đó toàn mở tới toàn xa đấy chứ nhung theo ca click lại từ layer tàng lại á nâng lại in hay nhung đâu cái lại plan mode tới chỉ screen và vô tới screen được còn lại thén để dừng mở tới 10 ná để xả xóa mất hả bà chẳng xóa lại có xa đây để nhung vô screen đấy và tạo mắt nơi cái lại nít nhung theo ca link layer đến chỗ cái này làm bây dừng mình phiền nghi xuống nơi không ca scale có dừng theo ca multi tăng bìa bộ bây giờ link lối bây giờ tiền ta nát cứ viên đừng chọn layer tầng pi nâng tay mũi cái niềm mỏng chứ nhầm scale viên tịnh máu ok nhưng mà phần năng ấy một bộ ổn bạn trên chấm hiên và top bây giờ bạn phần năng rồi đó cứ dương nơi cái lại ruột hàn màn bao dưỡng cứ nghiên phần lư trang trên màu chẳng là vậy chia phần lư năng thầm mấy đồng bày ai bằng cả phần lư nâng bàn chứ phần lư nâng cái hai tập layer nó một bộ ổn bạn chẳng một ôn cho mà không cái lại ai cả xa bao giờ vì máu một ôn khơi ở lẹ bao giờ nơi tin đi hái trong một ôn tin lẹ nó đã cho mà không cam về thì đã bị Photoshop máu ok bây giờ tin máu bị chọc mọi background bó màu chẳng thầm mấy bằng ôn nhưng riêng hay ấy nó không blend mode đó chẳng một ôn còn là cho mà cái lại blend mode bao giờ chẳng nhưng cho mà không ấy
ចូលមកក្នុង line 10 មកឬក៏ screen មកព្រោះនៅមជួរ line 10 គឺមានន័យថាវានឹងកាត់ជាមួយនឹង pixel ពណ៌ខ្មៅដែលសារមួយពណ៌សចឹងយើងយក screen មកស្អាតបាទបន្ទាប់មកយើងយកវាមកដាក់នៅលើដៃរបស់គាត់មកប៉ុន្តែបងប្អូនឃើញស្នាមឯងនៅសល់ស្នាមខាងលើវាកាត់អត់ដាច់អស់ស្អាតចឹងនៅហ្នឹងអត់បញ្ហាបងប្អូនคลิกទៅលើ layer player របស់យើងមក add layer mask មួយប្រាស់ជួយបានឃើញទេបាទយើងលុបមកបាទយើងវាយប្រាស់លុបមកស្អាតបាត់ហើយខ្ញុំមានអារម្មណ៍ថារូប object របស់យើងនៅទីនេះវាយើងលុបវាជ្រុលប៉ុណ្ណឹងចុះបាទចឹងយើងបាននៅក្នុងសភាពប៉ុណ្ណឹងហើយចឹងយើងត្រូវធ្វើអីតទៀតចឹងបន្តមកទៀតការងារខាងលើការងារខាងក្រោមហើយនៅទៅការងារកណ្ដាលបាទនៅទៅការងារខាងក្រោមឯងចឹងនៅនេះខ្ញុំសូមបិទ raw assert សិនចឹងផ្នែកខាងលើ raw assert ខាងលើ raw assert កណ្ដាលយើងធ្វើហើយចឹងខ្ញុំសូមបិទ raw assert សិនចឹងដើម្បីបិទបានគឺបងប្អូនចុច control បាទក្បែរអក្សរ L បន្តបាទឬក៏ font ខ្មែរស្អាតបងប្អូនបាទស្អាតចឹងបងប្អូនចុច control បូកសញ្ញាចុច2បាទក្បែរអក្សរ L ហ្នឹងគឺវានឹងបិទតទៅមួយ line នឹង auto ហើយតែបើយើងចង់ហៅមកវិញយើងចុច control កន្លែងដដែលហ្នឹងទៅវាមកហើយបាទចុច control កន្លែងក្បែរអក្សរ L ហ្នឹងទៅវាបាត់ទៅវិញហើយប៉ុន្តែបងប្អូនឃើញនៅនេះវានឹងនៅសល់ស្នាមស្គាល់ស្នាមអីឈប់ខ្ញុំធ្វើការ lock វាសិនអញ្ចឹងនៅកន្លែងនេះខ្ញុំសូមបញ្ជាក់បើយើង lock បែបនេះមានន័យថាយើងចាក់សោលើ layer ហ្នឹងអញ្ចឹងយើងអាចធ្វើការងារនៅលើ layer ហ្នឹងបានទេតែបើយើងចង់ធ្វើការងារនៅលើ layer ហ្នឹងវិញគ្រាន់តែចុច line នេះមកដោះសោហើយបងប្អូនអាចធ្វើការងារនៅលើ layer ហ្នឹងវិញបានហើយអូខេអញ្ចឹងនេះខ្ញុំអូនេះរូប CT យើងកាត់អត់ដាច់បាទអញ្ចឹងខ្ញុំធ្វើការផាត់វាបន្ថែមមកវាអស់ស្នាមបងប្អូនបាទប៉ុណ្ណឹងអូខេហើយបាទចឹងជំហានបន្ទាប់គឺយើងត្រូវធ្វើការសរសេរអក្សររៀបចំអក្សរប៉ុន្តែនៅខាងក្រោមនេះយើងមើលទៅមិនដែរស្អាតទេនៅខ្ញុំគិតថាវាអត់តន់ខ្មៅខ្ញុំចង់បានរៀងខ្មៅជាងនឹងអញ្ចឹងបងប្អូនធ្វើម៉េចវិធីមាន2វាយប្រាស់ចូលឬក៏បងប្អូនអូស gradient ក៏បានដែរអញ្ចឹងនៅកន្លែងនេះខ្ញុំធ្វើការបង្កើត layer មួយមកខ្ញុំបង្កើត layer ថ្មីមួយហើយបន្ទាប់មកនៅកន្លែងនេះខ្ញុំដូរដាក់ពាក្យថា shadow ចង់ភ្លេចពាក្យ shadow សេមិនហ្នឹងនេះសរសេរមិនហ៎ SHA បាទ shadow ស្មោលមានន័យថាយើងវាយស្មោលចូលបន្ថែម shadow អូខេចឹងខ្ញុំចូលមកក្នុង shadow មកហើយបន្ទាប់មកខ្ញុំចូលមកក្នុង gradient ហើយនៅកន្លែងនេះខ្ញុំចូលមកក្នុង gradient នៅកន្លែងនេះខ្ញុំឆ្លៀតឱកាសបង្ហាញទៅហើយក្នុងមេរៀន gradient ខ្ញុំមានខុសកន្លែងហ្នឹងមួយថងអត់បានបញ្ជាក់បងប្អូនពេលដែលបងប្អូនចង់ចាក់ gradient ទៅចូលមក color មានន័យថាអូទៅវាឡើងទៅមកពណ៌ហើយព្រាលមកជាហៀងមាន color មកជាហៀងអញ្ចឹងនៅកន្លែងនេះឧទាហរណ៍ថា color stop វាមាន2អញ្ចឹងនៅកន្លែងនេះយើងចង់ចាក់ color stop ពណ៌ខ្មៅអញ្ចឹងខ្ញុំដូរ color ខាងក្រោមនេះមកពណ៌ខ្មៅបាទរីឯខាងលើនេះគេហៅ color stop អញ្ចឹង opacity យើងយក100ដល់ពេលកន្លែងនេះយើងយកពណ៌សអញ្ចឹងហើយប៉ុន្តែកន្លែង color stop នេះយើងបន្ថយ opacity យក0អញ្ចឹងមានន័យថាអត់ឲ្យ show color ទេហើយបន្ទាប់មកនៅនេះខ្ញុំទាញពណ៌ខ្មៅរៀងឡើងមកលើមកអញ្ចឹងបានយើងចាក់ទៅមានន័យថាមួយជាហៀងមានពណ៌មួយជាហៀងអត់ពណ៌អញ្ចឹងបើកន្លែងនេះ opacity មានដែរមានន័យថាម៉េចវាមើលឃើញទាំងពណ៌សនិងពណ៌ខ្មៅឥឡូវជិះមើលនៅកន្លែងនេះខ្ញុំចាក់ពណ៌100ខ្ញុំយក100មកបាទចាំឲ្យខ្ញុំយក100ហើយខ្ញុំចាក់ឲ្យបងប្អូនទាំងអស់គ្នាមើលខ្ញុំយក100ហើយឥឡូវចាំមើលខ្ញុំចាក់ឲ្យមើលចាក់ទៅចូលទាំងអស់ហ្មងឃើញទេបាទប៉ុន្តែបើយើងចង់ចាក់ចូលមកជាហៀងអត់មកជាហៀងឲ្យលក្ខណៈដូចព្រាលអញ្ចឹងហ្នឹងយើងធ្វើម៉េចដូចខ្ញុំបានបង្ហាញមិញអញ្ចឹងយើងចូលមកក្នុង gradient ហ្នឹងមកអញ្ចឹងនៅបកគោ color ខាងនេះគឺយើងយកជ្រើសរើសពណ៌ដែលយើងចង់បានមិញហើយកន្លែង color stop នេះយើងយក opacity 100មកប៉ុន្តែនៅខាងនេះដាក់ពណ៌ក្រោមពណ៌អីពណ៌ទៅប៉ុន្តែកន្លែងតាក់ទងមើល color stop នេះយើងคลิกមួយមកហើយបន្ថយ opacity វាយក0បាទតែនេះខ្ញុំលួចទាញតិចមកមិនអញ្ចឹងយើងវាយពណ៌ខ្មៅនោះអត់ឡើងទេបងប្អូនបាទហើយយកអូខេបន្តមកយើងចាប់ដើមទាញវាបាទទាញឡើងតិចមកតែខ្ញុំទាញខ្ពស់បន្តិចអូខេប៉ុណ្ណឹងសួរថាប៉ុណ្ណឹងស្អាតទេអត់ស្អាតទេអញ្ចឹងយើងធ្វើម៉េចបងប្អូនបន្ថយ opacity វាតិចមកអញ្ចឹងនេះខ្ញុំយក opacity ទៅ30ឲ្យចូលមុំទៅបានហើយអូខេប៉ុណ្ណឹងហើយ
ចឹងខ្ញុំបានរូបភាពនៅក្នុងសភាពប៉ុណ្ណឹងចឹងអ្វីដែលយើងត្រូវធ្វើតទៀតគឺយើងត្រូវរៀបចំជាមួយនឹងអក្សរនេះចឹងអក្សរនេះខ្ញុំអត់តាន់បរៀនបងប្អូនធ្វើទេមេរៀនហ្នឹងមានណាបងប្អូនមិនមែនមានន័យថាគ្រាន់តែអូទៅ download ឲ្យបងប្អូនយកមកប្រើអត់ទេមេរៀនហ្នឹងមានបរៀនដែររបៀបធ្វើអក្សរ 3D ហ្នឹងអាហ្នឹងនៅក្នុងមេរៀន mock-up មេរៀនចុងក្រោយមានអាហ្នឹងចឹងបងប្អូនចាំមេរៀនចុងក្រោយទៅមានតកតងមួយរបៀបធ្វើអក្សរ 3D ហ្នឹងឯងប៉ុន្តែមេរៀននេះខ្ញុំអត់តាន់បង្ហាញទេចឹងខ្ញុំ save វាជា PNG ជូនបងប្អូនហើយបាទចាំទាញយកមកដាក់ហ្មងទៅចឹងខ្ញុំត្រូវរៀបអក្សរនៅក្រោមនេះជាមុនសិនចឹងខ្ញុំទាញយករូបភាពនេះដាក់ចូលមកពេលដែលទាញមកដល់វាដាច់អូតូហើយបងប្អូនបាទពេលនេះខ្ញុំស្រេមកខ្ញុំ scale វាបន្តិចមកកុំឲ្យវាធំពេកតែ scale ហ្មងទៅបានហើយប៉ុន្តែ enter មកផ្ដាច់ selection អូខេខ្ញុំកលវាមកក្រោមបន្តិចប៉ុណ្ណឹងបន្តមកទៀតនៅកន្លែងនេះអក្សរហនុមានហ្នឹងបងប្អូនទាញចូលមកតែម្ដងមកចឹងបងប្អូនរៀបចំកន្លែងណាដែលគិតថាវាសមល្មមបាទប៉ុណ្ណឹងចុះ enter មកផ្ដាច់ selection មកបងប្អូនបាទបន្តមកនៅកន្លែងនេះសួរថាប៉ុណ្ណឹងហើយនៅទេនេះបងប្អូនឃើញមានអក្សរហនុមានហើយនឹងមាន flare អញ្ចឹងការងារយើងនៅសល់2ទៀតទៅសេអក្សរហនុមានហើយនឹងអក្សរនឹងដាក់ flare ចឹងយើងចូលទៅក្នុង horizontal tab tool មកបាទហើយយើងទៅសេហនុមានអូខេបន្តមកនៅកន្លែងនេះយើងធ្វើការទាញវាមកបាទទាញយកកម្រិតអក្សរប៉ុន្តែខ្ញុំចាំតិចយើង scale វាបន្តិចអូខេប៉ុណ្ណឹងហើយខ្ញុំដូរ color ខ្ញុំដាក់ពណ៌សចឹងនេះខ្ញុំដាក់ឲ្យវាស្មើហើយខ្ញុំធ្វើការ scale វាតែម្ដង scale ពង្រីកទាញហ្មង enter មួយមកបានដែរបាទអញ្ចឹងយើងបានអក្សរហនុមានប៉ុណ្ណឹងស្របទៅតាមតម្រូវការរបស់យើងណាបងប្អូនបាទអញ្ចឹងជំហានបន្តនៅគេគឺនៅ flare អញ្ចឹងនៅសល់ចំណុចចុងក្រោយនៅសល់តែ flare ហើយគឺចប់មេរៀនរបស់យើងហើយអញ្ចឹងយើងទៅរក flare ណាអញ្ចឹង file flare ហ្នឹងគឺខ្ញុំមានឲ្យជូនហើយបាទអានេះ flare មិញបងប្អូនរបៀបប្រើខ្ញុំបញ្យល់ហើយអញ្ចឹង flare នេះក៏ដូចគ្នាដែរអញ្ចឹងយើងមករកមក flare នេះខ្ញុំផ្ញើជូនបងប្អូនទាំងអស់គ្នាហើយណាបាទនៅក្នុងឯកសារហ្នឹងគឺមានទៅជាមួយគ្នាហើយអញ្ចឹងខ្ញុំរើស flare ណាដែលស័ក្តិសមបាទខ្ញុំមើលសិនអូខេខ្ញុំសុំមើលទីសិនអញ្ចឹងខ្ញុំគិតថា flare នេះចុះស្អាតបាទខ្ញុំសុំមើលម្ដងទៀតនេះអូខេយកអាហ្នឹងទៅត្រូវអញ្ចឹងខ្ញុំទាញ flare ហ្នឹងដាក់ចូលមកពេលទាញមកបាត់អត់ឃើញទេបងប្អូនណាបាទអត់មានទេត្រូវទេអញ្ចឹងនៅត្រង់នេះបើបងប្អូនទាញមកអត់ចេញអញ្ចឹងទេបងប្អូនត្រូវទាញវាដាក់ដើម្បីបង្កើតជា tab បាទមួយសិនអញ្ចឹងនៅនេះបងប្អូនទាញ flare នឹងចូលមកហើយដាក់មកជួរ document tab នឹងមកបាទហើយចាំឃើញបែបនេះហើយយើងទាញវាចូលមកដាក់នៅក្នុង artboard របស់យើងវិញឃើញមានមកហើយវាខុសពីយើងទាញមិញណាអត់មកហើយម្ដងទៀតអញ្ចឹងបើក្នុងករណីបងប្អូនទាញមកនេះពេលដែលយើងទាញមកតម្លាក់មកវាអត់ចូលឃើញអត់ចូលទេវាខុសពី flare យើងធ្វើមិញវាខុស flare ដែលយើងដាក់កន្លែងរូបដៃហនុមានរបស់យើងមិញណាបាទរូប flare មិញយើងទាញមកចូលឃើញទេទាញមកដាក់ចូលផ្លុចមកឃើញទេបាទតែដល់ពេល flare ដែលខ្ញុំត្រូវប្រើពេលក្រោយនេះយើងទាញមកវាទៅវាអត់ចូលបាទនេះជប់ខ្ញុំរក flare នៅម្ដងសិនមកអូនបាទខ្ញុំរក flare នៅម្ដងទៀតសិននេះ flareអូខេ flare នេះទាញមកចូលប៉ុន្តែចាំមើលមាន flare មិញមាន flare យើងទាញអត់ចូលបាទនេះ flare នេះទាញមកអត់ចូលទេឃើញទេបងប្អូនបាទអញ្ចឹងបើបងប្អូនទាញមកអត់ស្គាល់អត់ចូលអញ្ចឹងបងប្អូនគ្រាន់តែទាញមកតម្លាក់នៅក្នុងមកជួរ document tab នឹងសិនមកបាទដើម្បីវាបង្កើត tab ថ្មីហើយបន្តមកចាំបងប្អូនទាញតម្លាក់មកគឺបានហើយអូខេបាទប៉ុណ្ណឹងតោះមកយើង scale វាបន្តិចមកបាទយើងប្រូមវាហើយនៅកន្លែងនេះ blend mode យើងដូរដាក់មក screen ដូចគ្នាមកខ្ញុំយក screen ហ្នឹងទៅហើយយកមកដាក់នៅទីនេះអូខេតែបងប្អូនឃើញមាននៅចប់ទេបាទនៅចប់ game នេះវាកាត់អត់ដាច់អស់អញ្ចឹងនៅនេះបងប្អូន add layer មួយមកហើយយើងប្រើប្រាស់លុបវាអូខេ
ហើយមើលទៅលក្ខណៈពន្លឺវាជះអត់ដាច់អញ្ចឹងយើងវាយប្រាស់ពន្លឺនឹងតិចទៅឲ្យមើលទៅវាលក្ខណៈជះប៉ុណ្ណឹងអូខេអញ្ចឹងប៉ុណ្ណឹងគឺបងប្អូនអាចយល់បានហើយទាក់ទងមួយរបៀបនៅក្នុងការ design អូខេរួចរាល់អញ្ចឹងខ្ញុំសង្ឃឹមថាមេរៀនមួយនេះបងប្អូននឹងអាចអនុវត្តវាបានហើយបងប្អូននឹងកាន់តែស្វែងយល់អំពីការប្រើប្រាស់កម្មវិធី Adobe Photoshop អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានមេរៀនមួយនេះហើយយើងនឹងជួបគ្នានៅមេរៀនបន្ត